ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលតាមដាននិងទស្សនារាល់វីដេអូរបស់ខ្ញុំបាទដែលផ្សាយចេញទៅនិយាយអំពីឱសថបុរាណខ្មែរបាទហើយពេលនេះផងដែរគឺសូមបង្ហាញនៅរុក្ខជាតិថ្មីមួយទៀតសម្រាប់ពុកម៉ែបងប្អូនធ្វើជាបាទចំណេះដឹងហើយនឹងជាឱសថសម្រាប់ព្យាបាលសុខភាពរបស់ពុកម៉ែបងប្អូនអស់គ្នាហើយរុក្ខជាតិនេះគឺមានឈ្មោះថាព្រះកំចាត់បាទព្រះកំចាត់គឺមានសម្បកពណ៌លឿងហើយដើមក៏ពណ៌លឿងដែរហើយខ្លឹមវារាងពណ៌កម្ៅពុកម៉ែបងប្អូនដូចខ្ញុំបង្ហាញអញ្ចឹងបាទហើយអ្នកណាចង់បានព្រះកំចាត់អីអាចទំនាក់ទំនងជាមួយខ្ញុំបាទបានហ្នឹងហើយព្រះកំចាត់គឺយកមកព្យាបាលជំងឺរាំងរដូវសម្រាប់បងស្រីជំងឺរាំងរដូវមិនទៀងទម្លាក់ព្រូនបាទឈឺឆ្អឹងឈឺឆ្អែងឈឺសន្លាក់បាទគ្រុនស្វិតដៃជើងបាទហើយមួយទៀតពុកម៉ែបងប្អូនអាចបាទព្យាបាលរបួសបាក់ឆ្អឹងណាហ្នឹងហើយរបួសបាក់ឆ្អឹងក៏ព្យាបាលបានដែរហើយមួយទៀតពោះចិត្តរលាកភ្លើងរលាកទឹកក្តៅពឹសហើយនឹងបោសពុកម៉ែបងប្អូនណាហ្នឹងហើយពុកម៉ែបងប្អូនយកទៅហាលកាប់ជាចំណងហាលវាស្ងួតទៅដាំទឹកហូបបាទដូចខ្ញុំបង្ហាញអញ្ចឹងហ្នឹងហើយដាំទឹកហូបពុកម៉ែបងប្អូនប្រើចន្លោះពី15ក្រាមទៅ30ក្រាមណាពុកម៉ែបងប្អូនណានៅក្នុងទឹក1លីត្រកន្លះឬក៏2លីត្រពុកម៉ែបងប្អូនដាំទុកឲ្យតិចមកពុកម៉ែបងប្អូនយកមកពិសាណាហ្នឹងហើយពិសាគឺពិសាមានចំនួនកំណត់ទេផឹកដូចយើងផឹកតែដែរណាពុកម៉ែបងប្អូនណាហ្នឹងហើយព្រះកំចាត់គឺដើមវាប្រភេទពណ៌លឿងហើយមានបន្លារាងស្រួចដូចស្តៀងនឹងដោះកមុំអានេះខ្ញុំប្រៀបធៀបតាមការយល់ឃើញរបស់ខ្ញុំទេពុកម៉ែបងប្អូនប្រៀបធៀបយ៉ាងម៉េចក៏បានដែរណាហ្នឹងហើយវារឹងពុកម៉ែបងប្អូននេះរឹងហើយព្រះកំចាត់នេះហ៎បើបងប្អូនណាចង់បានព្រះកំចាត់ហើយយកទៅឆ្លាក់ធ្វើជាពពុទ្ធរូបឬក៏ឆ្លាក់ជារបៀបរូបអីផ្សេងពុកម៉ែបងប្អូនអាចទំនាក់ទំនងខ្ញុំបាទបានណាហ្នឹងហើយខ្ញុំបាទរកជូនណាព្រះកំចាត់ហ្នឹងគឺជាឈើល្អបាទពុកម៉ែបងប្អូនណាឈើល្អដែលយើងអាចឆ្លាក់ជាពពុទ្ធរូបសម្រាប់គោរពបូជានៅលើអង្កែរបស់យើងឬក៏លើហឹងរបស់យើងណាពុកម៉ែបងប្អូនណាហ្នឹងហើយបើពុកម៉ែបងប្អូនណាមានបំណងបាទចង់យកថ្នាំខ្មែរឱសថបុរាណពីខ្ញុំយកទៅលក់បន្តក៏អាចមានដែរមានទាំងថ្នាំកាពះរលាកតម្រងនោមគ្រុនពោះវៀនថ្នាំរលាកពោះវៀនថ្នាំបោសឬក៏ថ្នាំថ្លើមថ្នាំរដូងបានថ្នាំមะเร็งថ្នាំជំងឺមហារីកអីគឺខ្ញុំមានបាទមានចែកជាវពុកម៉ែបងប្អូនរដូងបានអីណាហ្នឹងហើយបើពុកម៉ែបងប្អូនណាមានបំណងចង់យកទៅលក់បន្តគឺខ្ញុំផ្សំឲ្យស្រេចពុកម៉ែបងប្អូនអាចយកទៅលក់បន្តពីខ្ញុំបានគឺខ្ញុំទុកឲ្យពុកម៉ែបងប្អូនចំណេញមួយចំនួនដែរណាហ្នឹងហើយនេះជាដើមព្រះកំចាត់ដែលខ្ញុំបានបង្ហាញបាទជូនពុកម៉ែបងប្អូនបាទជាមួយនឹងវីដេអូរបស់ខ្ញុំព្រះកំចាត់បលាវាអញ្ចឹងណាហ្នឹងហើយពុកម៉ែបងប្អូនណាហ្នឹងហើយអ្នកណាមិនស្គាល់អាចមើលវីដេអូរបស់ខ្ញុំបាទដែលខ្ញុំបានបង្ហាញបាទជាមួយនឹងរូបភាពណាអរគុណពុកម៉ែបងប្អូនដែលតាមដានទស្សនារាល់វីដេអូរបស់